ប្រាប់លំឡើងពីអ្នកកូនបើមានអីបាយឆាមួយចានខ្ចៅឆាឈីឆ្វាន់មួយចានប្តីអ្នកធ្វើឲ្យចាឆ្ងាញ់ណាស់ប្តីគាត់ប៉ុណ្ណាឆាខ្ចៅឈីឆ្វាន់ហ្នឹងឆ្ងាញ់ខ្លាំងមែនតើហ្មងហើយឆាបាយក៏ឆ្ងាញ់ដែរពីអ្នកកូនបើហ្នឹងហើយហើយយូរថាឲ្យមេដែររហូតយូរថាគេឆ្ងាញ់មកហើយហើយនិយាយថាយើងញ៉ាំមិនទាន់ទេម៉ាក់ចាក់ហើយគេទាយើងចាក់ឲ្យគេហើយគេញ៉ាំយើងណាគេឆ្ងាញ់គេដល់ហើយតែឲ្យយូរទៅមួយទៅឲ្យយូរទៅមួយទៅឲ្យមេដៃមេជើងដល់ហើយគេឆ្ងាញ់គេនិយាយថាខ្ចៅខ្ចងងាវអីហ្នឹងណាកូនបើខ្ញុំចូលចិត្តខ្លាំងណាស់និយាយមែនខ្ញុំក៏ចូលចិត្តដែរអាកូនច្បងហ្នឹងក៏ចូលចិត្តដែរញ៉ាំនិយាយថាញ៉ាំឆ្ងាញ់លឹកដៃហ្មងឆ្ងាញ់ខ្លាំងអូនិយាយថាវ៉យនេះអើយនឹកឃើញខ្ចៅស៊ីឆ្វាន់ហ្នឹងទៀតហើយឆ្ងាញ់ខ្លាំងអូខ្ចៅហ្នឹងប៉ាគាត់ទៅរោបាននៅអូខេដនឲ្យទៅគាត់ទៅដាក់មងឬត្រីហ្នឹងដឹងទៅគាត់ទៅយកខ្ចៅហ្នឹងមកហើយពេលខ្លះទៅបានច្រើនពេលខ្លះទៅបានតិចអូបើការខែនោះវិញនិយាយថាខ្ចៅរកបានតាំងកធន់ហ្មងណាច្រើនខ្លាំងហើយឡងកំមាប់សាច់វាឡងណែនពេលខ្លះយកមកឆាអំពិលទុំក៏ឆ្ងាញ់ឆាអំពិលទុំមិនដាក់ម្ទេសទេអាហ្នឹងកូនញ៉ាំបានណាតែដាក់ឈីឆ្វាន់ចេះខ្ញុំចូលចិត្ត